បងចោះបងទឹកដោះរយៈពេលម៉ានបានមករដូវចាបងសម្រាប់ម៉ាក់ដែលគាត់បើដោះកូនឬក៏បូមទឹកដោះគឺខុសគ្នាទេបងជាទូទៅគឺចាប់ពី6ខែទៅ1ឆ្នាំឬក៏អាចលើសពី1ឆ្នាំក៏មានដែរដោយសារស្ត្រីដែលគាត់បំបើដោះកូនឬក៏បូមទឹកដោះហ្នឹងគឺខួរក្បាលបញ្ចេញនៅអរម៉ូនម្យ៉ាងគឺអរម៉ូនប្រូឡាក់ទីនដែលវាចូលរួមចំណែកនៅក្នុងការផលិតទឹកដោះហើយអរម៉ូនប្រូឡាក់ទីននេះផងដែរក៏វាជួយនៅក្នុងការរារាំងមិនឲ្យមានការខ្ជាក់មេជីវិតញីមកអញ្ចឹងជាធម្មតាសម្រាប់ម៉ាក់ដែលគាត់បើដោះកូនឬក៏បូមទឹកដោះហ្នឹងគឺមានការពជាកណាពីធម្មជាតិតែម្ដងគឺបានត្រឹមតែ6ខែចុះក្រោមទេចាប់ពី6ខែឡើងលើទៅគឺត្រូវមានការការពារបានត្រឹមត្រូវអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ចង់សបោទឹកដោះឲ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីទៅអភិវឌ្ឍកូនក៏ដូចជាជួយឲ្យកូនរឹងមាំនិងមានសុខភាពល្អចាខាងខ្ញុំក៏មានជា Oligop Alatamong គឺជាប្រភេទវីតាមីនជំនួយទឹកដោះដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៅបារាំងជាមួយនឹងនៅខ្មែរគឺល្អខ្លាំងមែនតើសម្រាប់វីតាមីនហ្នឹងគឺមានទាំងវីតាមីនមានទាំងជាតិរ៉ែនៅក្នុងហ្នឹងជួយទាំងសុខភាពម្ដាយទាំងកូនបើកូនមានការលូតលាស់ល្អទាំងកាយសម្បទាទាំងខួរក្បាលបើចំណែកម៉ាក់វិញគឺជួយឲ្យអត់សូវចុះខ្សោយទេគឺកម្លាំងមាំមួននៅពេលដែលបូមទឹកដោះហើយឬក៏កូនមុំផ្ទាល់ហើយគឺទោះជាមុំមួយថ្ងៃពេញឬក៏បូមមួយថ្ងៃពេញក៏ដោយគឺអត់មានការឲ្យកម្លាំងអីទេគឺជួយដល់សុខភាពម៉ាក់បានល្អមែនតើហើយម្យ៉ាងទៀតសម្រាប់ម៉ាក់ដែលគាត់បំបើដោះកូនឬក៏បូមទឹកដោះហ្នឹងសូមមួយថ្ងៃគាត់ត្រូវញ៉ាំទឹកឲ្យបានពី4ទៅ5លីត្រទើបអាចគ្រប់គ្រងការផលិតទឹកដោះបានល្អក៏ដូចជាគ្រប់គ្រងជាតិទឹកនៅក្នុងខ្លួនបានល្អ